បងប្អូនមួយចំនួនគាត់ចង់រកលុយពី Facebook ប៉ុន្តែគាត់អត់ទាន់ដឹងពីគោលការណ៍របស់ Facebook ទេបងប្អូនចង់រកលុយពី Facebook នៅពេលដែល Facebook ចេញពាក្យ set up បែបនេះបងប្អូនមិនមែនចេះតែធ្វើលេងធ្វើឲ្យតែបានហើយ Facebook ឲ្យលុយទេណាមិនមែនទេបងប្អូនទី1បងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណហើយសួរថាយកអត្តសញ្ញាណប័ណ្ណហ្នឹងមកធ្វើអីគឺមកយកមកបង្កើតគណនីទូទាត់នេះអា Payout នេះអាគណនីទូទាត់ Payout ហ្នឹងគឺសម្រាប់ទទួលលុយពី Facebook ទី1បងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណដាក់ឈ្មោះឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណហើយថ្ងៃខែឆ្នាំកំណើតក៏ដូចទៅនឹងអត្តសញ្ញាណប័ណ្ណដែរហើយនឹងលេខអត្តសញ្ញាណប័ណ្ណលេខទូរស័ព្ទហើយនៅមានអ៊ីមែលមួយទៀតសម្រាប់បង្កើតគណនីទូទាត់ Payout ហ្នឹងហើយបងប្អូនត្រូវមាន bank ធនាគារមួយទៀតសម្រាប់ដាក់ចូលក្នុង Payout ហ្នឹងដើម្បីទទួលលុយពី Facebook បើបងប្អូននៅក្នុងស្រុកខ្មែរមាន account Facebook ខ្មែរដែល Facebook ឲ្យរកលុយតាម tool star នេះបងប្អូនអាចដាក់ country បាទដាក់ប្រទេសនៅក្នុងប្រទេសកម្ពុជាបានហើយក៏អាចដាក់ bank ខ្មែរបានដែរ ACDA និង ABA តែបើ Facebook បងប្អូនបង្កើត Facebook ក្រៅប្រទេសសម្រាប់រកលុយតាម content monetize នេះបងប្អូនអាចជ្រើសរើសដាក់ប្រទេសខ្មែរបានទេហើយក៏អាចដាក់ bank ខ្មែរបានដែរបងប្អូនត្រូវតែជ្រើសរើសយកប្រទេសណាមួយដែល Facebook support ហើយ bank ធនាគារក៏ចឹងដែរអត់អាចដាក់ bank ខ្មែរបានទេបងប្អូនត្រូវតែដាក់ bank ក្រៅប្រទេសដែលប្រទេសណា support ដែល Facebook support ចឹងហើយបងប្អូនត្រូវតែចេះបង្កើត bank ក្រៅប្រទេសមួយទៀតសម្រាប់ទទួលលុយពី Facebook ពី tool មួយនេះ content monetization នេះបងប្អូនបង្កើត Facebook ក្រៅប្រទេសបងប្អូនត្រូវចេះបង្កើត bank ក្រៅប្រទេសនៅពេលដែល Facebook អញ្ជើញឲ្យបងប្អូនរកលុយពី tool content monetization នេះគឺបងប្អូនត្រូវតែមានអត្តសញ្ញាណប័ណ្ណទី1ឈ្មោះត្រូវនឹងអត្តសញ្ញាណប័ណ្ណទី2ថ្ងៃខែឆ្នាំកំណើតទី3លេខអត្តសញ្ញាណប័ណ្ណហើយមានលេខទូរស័ព្ទនិង Gmail ហើយមាន bank ធនាគារក្រៅប្រទេសទៀតសម្រាប់ទទួលលុយពី Facebook ពី tool content monetization ហ្នឹងតែនៅពេលដែល Facebook ឲ្យរៀបចំគឺរៀបចំកុំទុកវាចោលរៀបចំបានន័យថាពេលរៀបចំគឺរៀបចំឲ្យចប់កុំរៀបចំបានតែពាក់កណ្ដាលហើយទុកវាចោលក៏អត់កើតដែរគឺហានិភ័យខ្ញុំរលុយតាម star ហ្នឹងយូរហើយសួរថារលុយតាម star ហ្នឹងដែលបានមួយ star មួយសេនពី fan ឲ្យអត់ទេឃើញបងប្អូនឃើញអត់00សេនតែរលុយបានទេអា star ហ្នឹងនោះហើយអា subscription ហ្នឹងក៏អញ្ចឹងដែររកលុយមិនដែលបានទេចឹងហើយបើខ្ញុំទុកចោលអត់ set up ទៀតទេខ្ញុំ set up តែ content monetization នេះទេដែលអាចរកលុយបានពិតប្រាកដអានេះខែមុនទេបងប្អូនខ្ញុំរកបាន$32